รับเนี่ยได้នៅបរិយមានធុងទឹកស្តេនដាក់នៅខាងលើកុំភ្លេចអាសាមើលដោះលាងសម្អាតធុងខាងលើនេះបានឃើញហើយនៅក្បាលវីដេអូខ្ញុំដាក់ហ្នឹងគឺទឹកឡើងខ្មៅក៏ក្រិចខ្លាំងមែនតើឥឡូវនេះយើងចាប់ផ្ដើមធ្វើការដោះសម្អាតដាក់សាប៊ូលាយមកមានមនុស្សម្នាក់ចូលក្នុងហ្នឹងដើម្បីចូលទៅដោះសម្អាតនេះទៅគឺហត់ខ្លាំងហើយប្រើកម្លាំងដោះទៀតប៉ុន្តែបើសិនជាអ្នកដែលគាត់មានប្រដាប់បាញ់ទៅយោអាកម្លាំងខ្លាំងដូចថាម៉ាស៊ីនក្បាលបាញ់ហ្នឹងខ្ញុំពិបាកនិយាយដែរដឹងគេហៅស្អីគេទេហើយនឹងបើបាញ់យើងអត់សូវចំណាយកម្លាំងហើយមិនបាច់ចាំចូលទៅយើងបូមទឹកខាងក្រៅមកដាក់សាប៊ូមកបាញ់ហើយចាំយើងធ្វើការប្រហូរនេះមកកន្លែងមូខ្ចៅប្រហូរហ្នឹងណាហើយយើងលាងឲ្យស្អាតធុងរបស់យើងយូរប្រហែលខែយើងលាងម្ដងអញ្ចឹងទៅព្រោះថាអ្នកមើលកតិចកទីឡើងថាខ្មៅខ្លាំងហ្មងវីដេអូនេះខ្ញុំធ្វើតាំងពីខែស្វាយផ្កាឥឡូវហ្នឹងគឺស្វាយផ្លែឡើងអស់ហើយយើងលាងចុះលាងឡើងកលែងចុះកលែងឡើងជំរះទឹកវាអស់ជាតិខ្មៅសាប៊ូហ្នឹងអញ្ចឹងអ្នកនរគ្នាអ្នកណាដែលគាត់នៅបរិយអីមានធុងទឹកអញ្ចឹងប្រើកុំភ្លេចអាសាមើលព្រោះអាហ្នឹងវាក៏ក្រិចយើងប្រើរាល់ថ្ងៃបើឃើញថាខ្មៅវាមានក្អែលនឹងធុងហ្នឹងហើយកកអីហ្នឹងកុំភ្លេចលាងសម្អាតទៅគឺយើងបានទឹកស្អាតប្រើហើយធុងរបស់ខ្ញុំក៏បានដោះលាងហើយរាងស្អាតដែរយើងហៅទឹកគេដាក់ណាយើងហៅឡានទឹកគេទៅយើងចង់ឲ្យទឹកយើងហ្នឹងប្រើបានគ្រប់គ្រាន់មកវិញបើយើងចាំដល់ល្ងាចគេយើងបូមទៅទឹកយើងក៏បានដែរតែខ្ញុំកាលហ្នឹងហៅគេមកដាក់មួយធុងកាលហ្នឹង20000ជាងទឹកស្អាតឥឡូវលឺថាឡើងថ្លៃទៀតហើយស្អីក៏ឡើងដែរឥឡូវទឹកក៏បានពេញធុងដែរតែយើងប្រើអត់ទាន់បានទេគឺវានៅស្ទះខ្យល់ព្រោះទឹកយើងអស់ពីធុងអញ្ចឹងគឺខ្យល់ចូលទៅយោអញ្ចឹងត្រូវបើកអាខាងក្រោយនេះឲ្យវាចេញខ្យល់ហើយបានយើងប្រើអាកន្លែងលាងចានបានអរគុណជួបគ្នាវីដេអូក្រោយ